ប្រិមត្តទូទាំងសនិកជនបាទយើងចូលដល់គូបាទប្រកួតគេហៅថាកឡូយៈជួបគ្នាហើយបាទដែលគូដែលលោកអ្នកកំពុងតែរងចាំបាទការពិតគូឯកគឺឯនេះទេមិនមែនគូអន្តរជាតិបាញ់មិញទេបាទឥឡូវនេះគូឯកនេះគឺយៈហើយក៏ចង់ដឹងថាបងប្អូនចាំមើលថាតើយៈស្លប់បែបណាបាទហើយបង្គោលក្រហមហ្នឹងគឺដែលលោកអ្នកកំពុងតែទេសនានេះគឺមានឈ្មោះថាថៃកយ៉ាន់មកពីក្លឹបក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យចំណែកឯបង្គោលខៀវគឺសាំងស៊ីថាមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិហើយអ្នកទាំងពីរនេះបាទប្រកួតក្នុងប្រភេទទម្ងន់បាទ100គីឡូហើយចំពោះអញ្ញាកណ្ដាលសម្រាប់កាត់សេចក្តីនៃការប្រកួតគូនេះគឺលោកឡុងវ៉ាន់ថនហើយគូយើងមានចៅក្រមចំនួន5រូបបាទដែលចៅក្រមទី1លោកឡុងវិបុលទី2លោកនិនវ៉ាន់ឌីទី3លោកព្រំសុភាទី4លោកម៉ាក់សមឿននិងចៅក្រមទី5លោករិទ្ធឌីណាហើយកម្មវិធីនៃការប្រកួតនេះយើងបានទទួលការឧបត្ថម្ភធំពីក្រុមហ៊ុនស្រាបៀរ Gensberg បាទ Gensberg អាពាហ៍ពិពាហ៍ផ្អែមល្ហែមដូចទឹកឃ្មុំជាវស្រាបៀរ Gensberg ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់លោកអ្នកនឹងមានឱកាសឈ្នះកាដូដ៏អស្ចារ្យក្នុងនោះមានទូរទស្សន៍ LED ចំនួន100គ្រឿងម៉ូតូ Yamaha FZ ចំនួន100គ្រឿងសំទោសចំនួន10គ្រឿងនិងរង្វាន់ធំរថយន្ត Ford Ranger ស៊េរីថ្មី1គ្រឿងបន្ថែមជាមួយសៀវភៅបាទកត់ចំណងដៃស្រាបៀរជាច្រើនកេសប្រចាំសប្តាហ៍កាដូដ៏អស្ចារ្យនេះនឹងក្លាយជារបស់លោកអ្នកជាមួយ Gensberg អាពាហ៍ពិពាហ៍ផ្អែមល្ហែមដូចទឹកឃ្មុំឈ្នះរង្វាន់ធំជាច្រើនសន្ធឹកសន្ធាប់ Gensberg ផលិតដោយជនជាតិអាល្លឺម៉ង់កម្រិតកំពូលឈ្នះមេដាយមាសបង្គោលខៀវកីឡាករសាំងស៊ីថាទម្ងន់91គីឡូក្រាមដូចគ្នាជាកីឡាករមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិបាទគ្រាន់តែអ្នកទាំងពីរឡើងទៅលើសង្វៀនឃើញថាអង្គើរិញតែម្ដងហើយអ្នកទុះសំណើចរបស់អ្នកទេសនានៅកន្លែងនេះផ្ទាល់ពេលដែលគាត់លោតចុះទៅលន់សូក្រាំងបាទអញ្ចឹងធ្វើឲ្យអ្នកទេសនានៅផ្ទាល់កន្លែងនេះគឺមានការអស់សំណើចតែម្ដងតែទោះជាយ៉ាងណាបាទអ្នកទាំងពីរសិតតែមានការវឹកហាត់បានល្អប្រសើរណាស់អញ្ចឹងទេការប្រកួតថ្ងៃនេះនឹងធ្វើឲ្យប្រិមិត្តណាជក់ចិត្តដិតអារម្មណ៍បាទប្រកាសជាមិនមានមិនធ្វើឲ្យប្រិមិត្តខកចិត្តទេបាទយើងបានជ្រើសរើសមកពីជាយដែនមកផងបាទទឹកទី1ហើយនិយាយពីសាក់បាទកីឡាករសាក់នេះបាទធំមែនទែនចង់ទៅជាផ្កាយទៅហើយបើនិយាយមែនទែនសាក់ពាក់សាក់នៅខាងស្ដាំដៃខាងឆ្វេងដៃនេះដៃខាងឆ្វេងនេះបាទគីឡូឆ្វេងរបស់ស៊ីថាបាទក៏យ៉ាន់មកកណ្ដាប់ដៃម៉ាត់ឆ្វេងតិចគីឡូកណ្ដាប់ដៃឆ្វេងធាក់ជើងស្ដាក់ជើងឆ្វេងរបស់ស៊ីថាគីឡូទៅគីឡូមកបាទគីឡូធ្ងន់ណាស់មិនស្រួលទេប្រហែលបានបាទទឹកទី1គេហៅថាកីឡាករទាំងពីរកំពុងតែញាក់តាមតន្ត្រីបាទស្នូតន្ត្រីស្គរឈ្នះគេហៅថាប្រគប់បត់ថ្លែងហើយបត់ថ្លែងនេះគឺកីឡាករទាំងអស់កាលណាឮសូរបត់នឹងហើយគឺមានអារម្មណ៍ញាក់ដើម្បីគេថាកន្ត្រាក់អារម្មណ៍ចង់តែប្រកួតតែម្ដងពិសេសអ្នកដែលនៅលើសង្វៀនហ្នឹងបាទអាយយមួយជើងរបស់ស៊ីថារមាញ់មិញនេះពិតជាលឿនដូចភ្លេចបន្ទោប៉ុន្តែអាយយបាទគេហៅថាយៈកយ៉ាន់បាទយៈកយ៉ាន់ហ្នឹងអត់ភ័យព្រឺនឹងស្នៀតជើងដែលរត់កាត់មុខកំាញ់មិញទេបាទគីឡូទៅគីឡូមករុញទៅរុញមករៀងខ្លួនទឹកទី1ឡើយទេណាកំអាលទៅណានៅអាយុតិចទាត់ជើងក្រោមរបស់កយ៉ាន់បាទលើកជើងឆ្វេងទល់មិនឲ្យស៊ីថាចូលបានស្រួលញាក់តិចធាក់ជើងស្ដាំរបស់ស៊ីថាអូយទាត់ជើងក្រោមមកជើងរបស់គាត់លើកប្រឹងលើកដែរតែបានទៀបល្មមស៊ីថាទាត់រៀងខ្ពស់បន្តិចធាក់សងវិញរបស់កយ៉ាន់
ទាត់ជើងក្រោមបន្តិចទាត់ចងវិញដែររបស់កយ៉ាន់ធ្ងន់ណាស់បាទជើងរបស់គាត់ទៅបីទាត់រៀងស្រាលតែចូលទៅមកតំហឹងលឿនសូវប្រាប់អត់សូវតែផ្លាប់ហ្មងសិដ្ឋាហក់ចូលអោបជ្រុងជាប់ធ្វើមកទៀតអើយអត់ដឹងធ្វើមិនផងចូលទៅអោបលេងបាទចូលទៅហក់ពីចង្អាយទៅស្វាហាប់ដល់ពេលចូលទៅដល់អោបគ្នាលេងអត់មានធ្វើអីផងបាទជង្គង់កាពិតគាត់ថាអត់ទាន់ធ្វើអីដោយសារតែទឹកទី1ឡើយគាត់ខ្ជិលអញ្ចឹងតោះនេះចូលទៅសួរសុខទុក្ខលេងសិនចប់ទឹកទី1ចប់ទឹកទី1រយៈទាំងពីរបង្គោលក្រហមហ្នឹងគឺថៃកោយ៉ាន់ហើយបង្គោលខៀវសង្ស៊ីថាឥឡូវចូលដល់ការប្រកួតទឹកទី2បាទរយៈទាំងពីរកំពុងតែចូលហើយបាទសង្ស៊ីថាធាក់មួយជើងប៉ុន្តែកោយ៉ាន់នេះក៏កំពុងតែព្យាយាមដែរម៉ាត់ឆ្វេងស្ដាំរបស់ស៊ីថាធ្វើឲ្យកោយ៉ាន់បងាក់ក្រោយបន្តិចចលោឆ្វេងធាក់ជើងឆ្វេងរបស់ស៊ីថាទាត់ជើងឆ្វេងសងវិញដែររបស់កោយ៉ាន់ក៏យ៉ាន់នៅតែព្យាយាមចូលទៅហើយប៉ុន្តែស៊ីថាក៏ស្វាគមន៍ចាប់ជើងជាប់ប៉ុន្តែអត់បញ្ហាទេបាទបន្តទៀតហើយចាក់ជើងឆ្វេងទាត់ជើងឆ្វេងរបស់កយ៉ាន់ស៊ីថាចូលប្រើកណាប់ដៃមាត់ឆ្វេងស្ដាំអោបកែងអីចូលអញ្ញាកដាគាត់លោកឡុងវ៉ាន់ថនអញ្ញាកដាលទាត់ជើងស្ដាំតាក់ជើងឆ្វេងជង្គង់របស់ស៊ីថាក៏យ៉ាន់យកជើងឆ្វេងទល់អោបគ្នាជាប់ជង្គង់អត់ដឹងធ្វើមកទៀតទេកាច់ទៅហើយកាច់អូយអញ្ញាកណ្ដាលលោកឡុងវ៉ាន់ថនញែកចេញពីគ្នាបាទឲ្យបន្តការប្រកួតទៀតបាទធាក់ជើងឆ្វេងរបស់ស៊ីថាធាក់ទៀតអោបកែងរបស់ស៊ីថាអោបគ្នាជាប់ជង្គង់ជង្គង់ទៅជង្គង់មកយ៉ាងម៉េចកាច់គ្នាពុតពេលចុះឡើងអញ្ញាកណ្ដាលបាទផ្ទះខ្នងតិចមកញែកចេញពីគ្នាធំអញ្ញាកណ្ដាលតែធំដែរប៉ុន្តែដល់ពេលប៉ះមួយកីឡាករមកគូនេះបាទឃើញអញ្ញាកណ្ដាលទូចអូយអត់គូបានសូវតែក្រាំងបាទរញ្ជួយរិញតែម្ដងស៊ីថាប្រើជើងឆ្វេងទៀតហើយចូលជង្គង់របស់ស៊ីថាទាត់ជើងស្ដាំសងវិញរបស់កយ៉ាន់ជើងឆ្វេងទៀតអោបគ្នាជាប់ជង្គង់បាទអោបគ្នាជាប់ឲ្យបដើគ្នាទៅគៀនជាងកាច់ស៊ីថាឲ្យដួលកាច់កយ៉ាន់ឲ្យដួលតែម្ដងអញ្ញាកណ្ដាខាត់អត់ទាន់បន្តការប្រកួតទៀតចលោជើងឆ្វេងរបស់ស៊ីថានៅតែជ្រុំជើងចូលអោបឲ្យជង្គង់ធ្វើអីទៀតអត់ទាន់ដឹងអញ្ញាកណ្ដាខាត់ញែកចេញពីគ្នាចាក់ជើងឆ្វេងរបស់ទាំងស្ដាំរបស់ស៊ីថាទាត់ជើងឆ្វេងរបស់កយ៉ាន់លើកដែរប៉ុន្តែអត់ធាក់អត់ទាត់អីទាំងអស់ទាត់ជើងឆ្វេងរបស់ស៊ីកយ៉ាន់ទាត់ជើងស្ដាំសងទៀតម៉ាត់ឆ្វេងស្ដាំរបស់ស៊ីថាអូយសបទឹកទី2បាទឥឡូវនេះចូលដល់ការប្រកួតទឹកទី3ហើយបាទស៊ីថាតាក់ជើងឆ្វេងអោបចូលប្រើជង្គង់ស្ដាំក៏យ៉ាន់ក៏ទាត់ជើងឆ្វេងសងវិញដែរទាត់ទៅអូយមកជើងនេះលើកផុតក្បាលបាទស៊ីថាគាត់លើកជើងបានខ្ពស់ដែរហ្នឹងណាមិនអន់អីជង្គង់របស់ក៏យ៉ាន់សងវិញភ្លាមដែរអោបគ្នាជាប់មិនដឹងរកធ្វើអីទេរុញគ្នាទៅគៀនសិនរកឱកាសនឹងប្រើជង្គង់ឬប្រើកែងអត់ទាន់រកនឹកឃើញបាទអញ្ញាកណ្ដាខាត់បាត់ហើយ
ទៅជលោមកក៏អានគាត់លើកតែជើងឆ្វេងទល់ប៉ុន្តែអាយ៉ាទាត់ជើងឆ្វេងទៀតទាត់ជើងឆ្វេងរបស់ស៊ីថាបើតាមសហព័ន្ធយើងជំរាបជូនថាការប្រកួតប្រភេទគីឡូ81ឡើងគឺយើងលេងគិតគីឡូឲ្យតែហ៊ានវាយគ្នាបានបាទហើយអ្នកទាំងពីរនេះមិនតិចជាង100គីឡូទេតែសហព័ន្ធប្រកាសតែ91អញ្ចឹងពេលឡើងសង្វៀនមកអង្គើរិញប៉ុណ្ណេះហើយមិនធម្មតាទេនេះប្រភេទគេហៅថាសេរីបើនិយាយពីពិភពលោកគេថាចាប់ពីគីឡូ96ឡើងទៅគឺស្ថិតនៅក្នុងប្រភេទទម្ងន់ Super Heavyweight បើ2គីឡូ90ទៅដល់96គឺ Heavyweight គេថាគីឡូយ៉ាមកអាយ៉ាអូសិតតែកែងបករបស់ស៊ីថាមិញសាហាវដែរតាបើសាហាវខាងក្រោមអត់បានដល់លើក៏យ៉ាងនៅតែដេញតាមប៉ុន្តែស៊ីថាបាទថយប្រយុទ្ធថយក្នុងស្ថានភាពគេហៅថាយុទ្ធសាស្ត្រក្នុងថយតាមទីសញ្ញាដោយលោកជីវ័នតែនិយាយគាត់ថយតែទៅចូលជ្រុលត្រូវរបស់គាត់ឥឡូវចូលហើយបាទសិតតែអ្នកលះហាបាទធំទៅលះហាដូចគ្នាគាត់តែចលោគិចឲ្យមក3ម៉ែត្របាទទាត់ជើងក្រោមរបស់សិដ្ឋាគាត់បិជើងរបស់ស្គរយ៉ាងទាត់ជើងក្រោមដួលក្រាំងបាទគឺរិញសិដ្ឋាកំពុងតែចូលហើយទាត់ជើងស្នាមមកជើងបាទអាយ៉ាផ្ទះកកូតឌឺទៀតបាទឲ្យទាត់តំណឹងថែមទៀតមើលបងអូនចប់ទឹកទី3 Mission accomplished. Cheers. បាទលោកស្រីកញ្ញានិងទូរទស្សនិកជនជាទីមេត្រីបាទឈានចូលមកដល់ការប្រកួតទឹកទី4ហើយនេះគឺទាត់ស្ដាំចាប់ជើងបានទាត់ចាប់ម៉ៃកង់កីឡាករថៃកយ៉ាន់យើងទស្សនាការប្រកួតទឹកទី4បន្តទៀតឆ្វេងស្ដាំពីដៃផ្ទួនស្ដាំថែមទៀតយ៉ាកៃរុះនេះបើសិនប្រភេទយ៉ាមកថាបែកអីណាដេច្រើនទៅនេះអបជាប់រុញទៅអបក្បាលពោះទល់ក្បាលពោះជីគង់ស្ដាំពីខាងក្រោយបឹបលោកអាយ៉ាក៏ដល់បំបែកតាមផ្ញើក្តីនៅកលឹកគូនេះមកជូនទៅដល់មិត្តភ័ក្ដិខ្ញុំជួនមនីរិទ្ធបងទៅក្រន់ទស្សនាព្រោះមើលដឹងហើយថាយៈមានធំអញ្ចឹងហើយគាត់ខ្ពស់អញ្ចឹងហើយហើយជាអាចអញ្ចឹងអភិវឌ្ឍទៅអញ្ចឹងណាប្រសិទ្ធ5ឆ្នាំក្រោយណាចាក់ឆ្វេងទាត់ឆ្វេងឡើងលើលោកបាពួនធិលកែងគួងស្ដាំរុញគួងស្ដាំគូនេះគេថាជក់ចិត្តហ្មងមកងាយអធិប្បាយអត់មានថាយឺតទេវាយមួយចឹងធានាតែតន់ action ទាំងអស់បោះជង្គង់ស្ដាំទាត់ស្ដាំកៃបោកស្ដាំឆ្វេងជង្គង់វាខាងដឿកាច់កកក្លេមកចេះលោកអញ្ញាកដាប្រតាមបំបែកឆ្វេងជង្គង់ស្ដាំទាត់ស្ដាំឆ្វេងមួយទៀតជង្គង់ស្ដាំខាងក្រោយខ្នងទាត់ជើងតែធ្លាក់យ៉ាក់ទៅ2វាណាគេទេសកត់ទៅ200គីឡូជាង
ស្មើអង្គពីបាវឆ្វេងដៃតតស្ដាំធាក់ស្ដាំតតស្ដាំប៉ាស្មងជើងស្ដាំមួយទៀតជង្គង់ស្ដាំស្ដាំមួយចូលមុខទៀតស្ដាំយាតតស្ដាំរុញចេញចាប់ទឹកទី4ចាប់ទឹកទី4មកលោកនាងនឹងទូរទស្សនិកជនជាទីមេត្រីយើងឃើញថាជឿនចូលមកដល់ទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់ហើយសម្រាប់គូអន្តរជាតិគូមកគូអន្តរជាតិគូគីឡូយៈគូឯកចាំសប្តាហ៍ទឹកទី5ជាទឹកផ្ដាច់ព្រាត់គូឯកប្រចាំសប្តាហ៍ទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់អាយ៉ាយៈក្រហមឈ្ងោកទៅហើយបាទគីឡូធ្ងន់ជាសវតិស្រ័យសូមអធិប្បាយសើចទីទ្រាំមិនសើចមិនបានគូនេះយកមើលងាយបានអធិប្បាយគូយៈយ៉ាងនេះអូយឡាយជង្គង់ដួលយៈមួយទៀតសកត់ពីលើគងឆ្វេងកាច់ជង្គង់ស្ដាំសងបវលចូលជ្រុងខ្ទាស់ជើងមកឲ្យឡាយជង្គង់បោតបោឲ្យកែរូបភឺកែងជង្គង់លោកអញ្ញាកណ្ដាលបំបែកដតឆ្វេងស្ដាំមួយដៃចូលមុខជង្គង់ស្ដាំមួយទៀតជង្គង់ស្ដាំទៀតដាច់ទៅរកជ្រុងជង្គង់ស្ដាំរបស់សាំងស៊ីថាបង្គោលខៀវបង្គោលក្រហមកីឡាករថៃកយ៉ាន់តែបង្គោលខៀវធ្លាក់ខ្សែសយណាកង់ធ្លាក់ខ្សែសយមកចូលទៅអាយជួយច្បងមើលសិនទៅលោឈាមឯមកឲ្យផ្ដាស់តតឆ្វេងតតស្ដាំតតឆ្វេងតតឆ្វេងទៅមុខដាក់ទៀតជង្គង់ស្ដាំរុញតតមួយទៀតសុំទោសមកសើចច្រើនដងពេកនេះជង្គង់ស្ដាំមួយទៀតកុំចេះតែសើចមើលជង្គង់ស្ដាំជង្គង់ឆ្វេងជង្គង់ស្ដាំសងជង្គង់ឆ្វេងថែមហើយរុញទៅពីងរយៈ2ទៀតតាមលោកថៃអ៊ូជំរាបជូនថានៅក្រៅពីថៃក៏យ៉ាងនឹងមានរយៈ2ទៀតគាត់ស្ដាំសងស្ដាំដៃវិញចូលមុខអស់កម្លាំងគួរបន្តិចមកគាត់ស្ដាំរៀងខ្លួនគាត់ឆ្វេងជង្គង់ស្ដាំសងជង្គង់ស្ដាំពីខាងក្រោយហើយក៏រុញទៅបាទជីពីលើហើយក៏ជាប់ដៃទៀតចាប់ទឹកទី5ឥឡូវនេះយើងឃើញថាកីឡាករទាំងពីរបានចប់ការប្រកួតទឹកទី5ហើយបាទសម្រាប់កីឡាករទម្ងន់យក្សរបស់យើងមើលរូបភាពយឺតនៃទឹកទី5បាញ់វិញយុទ្ធគ្នាខ្លាំងមែនទែនចិត្តមិនចប់អូជង្គង់ហោះរបស់ស៊ីថាដួលមកវិញរបស់ខ្លួនឯងតែម្ដងមើលមកចំណុចនេះទៀតធាក់មួយជើងរបស់កយ៉ាន់ចាប់ជើងជាប់ហើយហក់ចូលជង្គង់ឆ្វេងប
ស្វិតស្វាញមែនទែនឥឡូវនេះចាំមើលថាតើបង្គោលក្រហមឬបង្គោលខៀវថៃក៏យ៉ាន់ឬក៏សាំងស៊ីថាជាអ្នកទទួលបានជោគជ័យសាំងស៊ីថាលើកដៃជាសញ្ញាដល់គាត់សង្ឃឹមគាត់មានអ្នកចាញ់អ្នកឈ្នះទេគូនេះបាទល្អមើលមែនទែនបាទយើងនឹងខំប្រឹងគូ Mission accomplished. Cheers. Cheers. It's not a party unless there's Gansberg beer. Now rock your party with Gansberg. For a great party anywhere, everywhere, ask for Gansberg. Gansberg, a real German premium beer, wins gold medal. ពិសាដោយការទទួលខុសត្រូវ